ระเบียบដាក់ resource page ទៅអរគ្នាដំបូងណាគ្នា search ដូចខ្ញុំមក BR4 និយាយ search ហ្នឹងដាក់ BR4 មកហើយយើងចុច enter ចុចចូលទៅហើយយើងចាំតិចទៅអា internet នឹងបែរចឹងអូខេបានដល់ផ្ទាំងហ្នឹងអ្នកគ្នាចុចលើគេហ្នឹងមក modin ហ្នឹងចុចខ្លាចលើហ្នឹងមួយទៅចូលមកអ្នកគ្នាមកដល់ផ្ទាំងនេះអ្នកគ្នាចុច download ហើយអ្នកគ្នារើស version អ្នកគ្នាចង់ដាក់មកថាខ្ញុំយក version 1.21ខ្ញុំដាក់ 1.21 មកហើយអ្នកគ្នាចុច download ទៅបញ្ជាក់កន្លែងនេះពេលយើង download ហើយម្ដងអីវាចេញរូបយ៉ាងមកអីយើងបាច់ចង់ខ្វល់ទេយើងគ្រាន់វា download ហើយយើងស្រាប់ហើយយើងចុច open មកយើងចូលសារ Java មកអូខេបានចូលមកដល់សារ Java ហើយឃើញ BR4 វាមានច្រើនណាស់ខ្ញុំ down បានចង់10ដងអីឥឡូវយើងចុចអាហ្នឹងយើងចុច copy មកយើង copy ហើយយើងចូល device storage ហើយយើងចូល Android យើងចូល data មកយើងអូទៅ Chrome ដល់Mojo Launcher ហ្នឹងនេះ Mojo Launcher អូតាណាបាត់ហើយនេះយើងចូលMojo Launcher មកចូល file ហើយចូល Minecraft ទៅមកច្រឡំចូល Minecraft ចូល Shadia នេះចូល Shadia ហ្នឹងហើយអ្នកគ្នាចូល resource pack ពេលអ្នកគ្នាចូល resource pack យើង apply មកតែវាខ្ញុំ apply ហើយម្ដងវាចេញយ៉ាងអីយើងមិនអីទេយើង apply ទៅវា extract AI ហើយវាទៅហើយឥឡូវការចូល Minecraft ណាគ្នាមើលតែម្ដងយើងថាវារសជាតិមកអញ្ចឹងណាអូខេយើងចូលមក option មកហើយចូល resource pack មកឃើញ BR4 ហ្នឹងហើយអ្នកនេះចុចលើហ្នឹង2ដងឬក៏ចុចលើរូបសញ្ញាព្រួយហ្នឹងមកហើយឲ្យវា run play ទៅឥឡូវយើងធ្វើការចូលវាទាំងអស់គ្នាយើងនឹងថាវារសជាតិមិនដែរអានេះខ្ញុំបូកមួយ shader ទេវាជាអញ្ចឹងយើងធ្វើការបិទ shader ផ្លែអូខេនេះគឺជារូបរបៀបបិទ shader ចឹងនេះមើលបានទាំងឈើទាំងស្អីហ្នឹងវារូបរាងអញ្ចឹងណាគេចង់លេងresource pack ឡប់ហ្នឹងអាចតាក់ទងខ្ញុំបានក៏ខ្ញុំអាចពង្រៀនអ្នកគ្នាធ្វើឲ្យបានច្រើនទៀតអញ្ចឹងវាមានតែប៉ុណ្ណឹងអូខេអរគុណអ្នកគ្នាស្វាគមន៍មកកាន់ VX ច្រឡំបាយប៉ុណ្ណឹងបាន